nơi pe là bậc pin ca nghiệp bo xạ cúng phịch tuôn ti bọc lỗ này tha lỗ này trước miền lại cha nâng miền vào đây hay nâng miền cồn về khai dương phịch cho nâng nhóm mình khăn hay na tại còn là nhóm ăn gì một bộ quạt bàn hay nam quý nhóm bia hoặc ấy dùng định nhóm lực mau vậy chân phố đề xa sân cung gì sân ngày những cái rất ta lại rong phim ở trên thôi để xa cả bị quạt chân vừa bộ nhóm bia mình ăn để cho nên xin bán á chân nhóm sẽ tranh mục làm bày đà cho không sân cung là sai từ bành hà đầy thi đầy bộ quạt bị quạt mà lừa xả cung bộ nhóm toán nâng xả cung bộ bong bong pu từ đó thì chỉ vật tham sông cả phai một công bè thara nên thara cướp ăn nên cướp chỉ biết xua được ông bố mình từ giờ ta đại miền bắc miền này tin đi nên tam đang sậpในการใส่ระบบให้អង្គការសមាគមទាំងថោថ្ងៃនេះដែរគឺយើងមានកិច្ចពិភាក្សាមួយដែលយើងនឹងជជែកគ្នាអំពីស្ត្រីដើម្បីសិទ្ធិលំនៅឋានដោយសារតែយើងលើកប្រធានបទនេះឡើងនាឱកាសទិវាអន្តរជាតិនារីក្នុងខួបទី114ដូចគ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺយើងមានវីក្មិនយើងពីររូបដែលវីក្មិនទី1គឺអ្នកស្រីឃីវសារុនបាទសូមគោរពជំរាបសួរបាទវីក្មិនទី2គឺអ្នកស្រីសឿស្រីសុតបាទមកពីខាងសហគមន៍សម្រងត្បូងបាទអញ្ចឹងថ្ងៃនេះដែរគឺកិត្តិយសមែនតើដែលវីក្មិនទាំងពីរបានផ្ដល់ឱកាសនឹងការមានឱកាសក្នុងការចូលរួមក្នុងកិច្ចពិភាក្សានេះបាទអញ្ចឹងសូមចាប់ផ្ដើមនៅសំណួរទៅកាន់វីក្មិនយើងតែម្ដងដើម្បីចង់ដឹងថាតើនារីជាស្ត្រីបាទជាស្ត្រីហ្នឹងតើគាត់ឆ្លងកាត់ឧបសគ្គយ៉ាងណាដើម្បីបានលំនៅឋានដើម្បីស្វែងរកដំណោះស្រាយនៅក្នុងសហគមន៍ក៏ដូចជាដើម្បីសិទ្ធិលំនៅឋានបាទអញ្ចឹងសូមជូនទៅអ្នកស្រីឃីវសារុនបាទអញ្ចឹងតើអ្នកស្រីប្រឡូកកិច្ចការងារសហគមន៍ប្រហែលឆ្នាំមកហើយគិតមកដល់បច្ចុប្បន្នបាទចាជំរាបសួរបងប្អូនទាំងអស់គ្នាដែលតាមដាននៅទីនេះនិងតាម page របស់សមាគមទាំងថ្នាក់ទាំងអស់គ្នាចាសម្រាប់នាងខ្ញុំប្រឡូកក្នុងសហគមន៍តាំងពីឆ្នាំ2013ចាតាមឆ្នាំ2013រហូតមកដល់បច្ចុប្បន្នហ្នឹងចាវាជួបឧបសគ្គច្រើននៅក្នុងនាមយើងដែលជាស្ត្រីហើយជាអ្នកដឹកនាំសហគមន៍មានការរើសអើងពីអាជ្ញាធរក៏មានការតាមដានមានការឃ្លាំមើលចាពីអ្នកចិត្តខាងនិងជាពិសេសគឺអាជ្ញាធរគាត់អត់សប្បាយចិត្តនៅពេលដែលក្នុងមូលដ្ឋានមួយមានស្ត្រីជាអ្នកដឹកនាំទេចាបាទបងអរគុណដោយសារតែសង្កេតផ្លេចចឹងសំណួរហ្នឹងនឹងជួនទៅបន្តទៀតប៉ុន្តែចង់ដឹងថាពីមូលហេតុវិញថាហេតុអីបានសម្រេចចិត្តចូលកិច្ចការងារសហគមន៍ទាំងដែលខ្លួនឯងជាស្ត្រីចាដោយសារនៅសហគមន៍របស់ខ្ញុំមានបញ្ហាដីធ្លីចាពួកយើងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន NK Venture តាំងពីឆ្នាំ2010បាទតែមានកត្តាអីជំរុញអ្នកស្រីផ្សេងពីនឹងទេដែលជំរុញទឹកចិត្តអ្នកស្រីបន្តកិច្ចការងារនេះចាកត្តាដែលជំរុញខ្ញុំមកធ្វើការងារហ្នឹងដោយសារនៅក្នុងភូមិរបស់ខ្ញុំនៅក្នុងសហគមន៍របស់ខ្ញុំហ្នឹងគឺមានបញ្ហាច្រើនមិនតែដីធ្លីការរំលោភសិទ្ធិមនុស្សអីហ្នឹងក៏មានដែរចាហើយតកតងនឹងការស្ត្រីនៅក្នុងមូលដ្ឋានដែលគាត់និយាយទៅនៅតាមជនបទភាគច្រើនស្ត្រីគាត់អត់ចេះសរទេចាអញ្ចឹងហើយបានខ្ញុំសម្រេចចិត្តមកដើរក្នុងប្រឡូកក្នុងធ្វើការសង្គមតរថ្ងៃហ្នឹងចាបាទអរគុណច្រើនអ្នកស្រីបានរៀបរាប់អំពីមូលហេតុដែលអ្នកស្រីប្រឡូកកិច្ចការងារដោយសារតែឃើញការរំលោភបំពានរឿងអយុត្តិធម៌នៅក្នុងសហគមន៍បាទសូមជូនទៅអ្នកស្រីសឿស្រីសុតបាទសម្រាប់អ្នកស្រីវិញតើប្រឡូកកិច្ចការងារនេះប្រហែលឆ្នាំហើយដែលចិត្តស្និទ្ធដែលចាប់ផ្ដើមការងារហ្នឹងអ្នកស្រីប្រឡូកខ្លាំងហ្នឹងគឺប្រហែលឆ្នាំមកហើយចាខ្ញុំសូមគោរពជំរាបសួរអំពូមីងដែរនៅទីនេះតនឹងតាមដានពេកអង្គការសមាគមទីថ្នាក់ទាំងអស់រឿងក្នុងសហគមន៍ពួកខ្ញុំហ្នឹងខ្ញុំបានប្រឡូកធ្វើជាសមាជិកពីមុនមកខ្ញុំជាសមាជិកទេខ្ញុំធ្វើអស់រយៈពេល6ឆ្នាំតាំងពីឆ្នាំ2019មកដល់ពេលដល់បច្ចុប្បន្ន2025ហ្នឹងវារយៈពេល6-7ឆ្នាំហើយតែដល់ពេលដែលខ្ញុំដើរហ្នឹងខ្ញុំអត់បាន
ធ្វើជាតំណាងໄວទាំងអស់ខ្ញុំជាសមាជិកដូចតែគេដូចតែឯងទេតែដោយសារសមាជិកបពួកខ្ញុំគាត់អត់សូវចេះអក្សរចេះអីដូចបងស្រីសរិនអញ្ចឹងគាត់អត់សូវចេះអក្សរហើយតំណាងក៏គាត់អត់ចេះអក្សរទៀតអញ្ចឹងគាត់មានការភ័យព្រួយខ្លាចគាត់ដាក់ឯកសារខុសគេបន្លំឯកសារដែលគាត់យកញ៉ាត់យកអីទៅដាក់អញ្ចឹងក៏គាត់ឲ្យខ្ញុំធ្វើជាតំណាងដែរអញ្ចឹងខ្ញុំដើរធ្វើជាតំណាងនឹងវាពិបាកខ្លាំងទាំងមកបានដំណោះស្រាយមកដល់ពេលបច្ចុប្បន្នហ្នឹងបាទអរគុណអ្នកស្រីអញ្ចឹងអាចកត្តាអីដែលជំរុញក្រៅពីនឹងទៀតណាស្រីគិតថាជំរុញទឹកចិត្តអ្នកស្រីឲ្យបន្តកិច្ចការងារនឹងមកដល់បច្ចុប្បន្នខ្លាំងអ្វីដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំមើលទៅវាសង្គមយើងបច្ចុប្បន្នភាគច្រើនមានការអភិវឌ្ឍគឺឲ្យតែចាប់ផ្ដើមអភិវឌ្ឍកន្លែងណាគឺប្រជាពលរដ្ឋតែផ្នែកកន្លែងហ្នឹងដូចក្នុងសហគមន៍ខ្ញុំផ្ទាល់គាត់ទៅអភិវឌ្ឍលុបបឹងពួកខ្ញុំព្យាយាមទប់ស្កាត់ពីការលុបបឹងដែរតែដោយសារសហគមន៍ខ្ញុំតែមួយសហគមន៍ទប់ស្កាត់អញ្ចឹងខ្ញុំទប់ស្កាត់អត់ឈ្នះទេហើយខាងក្រុមអាជ្ញាធរហ្នឹងគាត់បានចាត់ប្រកាន់មកលើពួកខ្ញុំថារស់នៅលើដីផ្ទះខ្លួនឯងខុសច្បាប់ហើយនៅតែចេញមុខការពារផ្ទៃបឹងទៀតអញ្ចឹងខ្ញុំប្រងភាពអយុត្តិធម៌ខ្លាំងសង្គមមិនឲ្យយុត្តិធម៌មកលើប្រជាពលរដ្ឋណាដែរត្រូវទេគឺសង្គមសប្តាហ៍ថ្ងៃនេះគឺគាត់ចូលចិត្តគម្រាមកំហែងនឹងធ្វើបាបប្រជាពលរដ្ឋដោយប្រើវិធីលាបពណ៌អញ្ចឹងខ្ញុំមានការឈឺចាប់ព្រោះដោយសារពួកគាត់រំលោភបំពានសិទ្ធិពួកខ្ញុំខ្លាំងមែនទែនព្រោះគាត់អត់មានផ្ដល់ឱកាសឲ្យសម្រាប់ប្រជាពលរដ្ឋដែលគាត់ការពារសិទ្ធិលំនៅឋានឲ្យបានរស់នៅនឹងកន្លែងដូចដែលពួកខ្ញុំទាមទារទេបើជារងការបណ្ដឹងចេញពីលំនៅឋានអញ្ចឹងពួកខ្ញុំមានការឈឺចាប់ខ្លាំងអញ្ចឹងទៅជំរុញចិត្តខ្ញុំឲ្យធ្វើជាតំណាងក្នុងសហគមន៍ហ្នឹងបាទអ្នកស្រីអរគុណច្រើនអ្នកស្រីសម្រាប់ចម្លើយយ៉ាងក្បោះក្បាយអញ្ចឹងគឺអ្នកស្រីបានលើកឡើងអំពីរឿងអយុត្តិធម៌នៅក្នុងសហគមន៍បាទអញ្ចឹងបកទៅអ្នកស្រីខៀវសរុនវិញសម្រាប់កិច្ចការអ្នកស្រីធ្វើប្រហែលឆ្នាំមកនេះដែលអ្នកស្រីប្រឡូកកិច្ចការងារសហគមន៍តើអ្នកស្រីបានចូលរួមចំណែកកិច្ចការងារអីខ្លះនៅក្នុងសហគមន៍បានធ្វើឲ្យសហគមន៍ប្រសើរនិងសហគមន៍មានលទ្ធផលមួយចំនួនដែលជាការឆ្លើយតបអីក្តីអញ្ចឹងណាអ្នកស្រីចាសម្រាប់ខ្ញុំនៅក្នុងសហគមន៍ខ្ញុំជាតំណាងមួយទាក់ទងនឹងការរៀបឯកសារនិងការធ្វើផែនការប្រជុំប្រចាំខែឬក៏យើងប្រជុំត្រីមាសចាហើយក៏ជាអ្នកផ្ដួចផ្ដើមក្នុងកម្មវិធីហ្នឹងហើយក៏ជាអ្នកសម្របសម្រួលនៅក្នុងសហគមន៍ដែរសហគមន៍មួយខ្ញុំជឿថាមិនមែនតែសហគមន៍ខ្ញុំទេបងប្អូនទាំងអស់គ្នាក៏ចឹងគឺយើងមានផែនការប្រចាំឆ្នាំរបស់យើងចាគឺយើងកំណត់ផែនការប្រចាំឆ្នាំហើយយើងត្រូវនៅពេលដែលខែណាយើងត្រូវធ្វើអីខែណាយើងត្រូវធ្វើអីគឺយើងត្រូវធ្វើតាមផែនការប៉ុន្តែនៅពេលដែលយើងមានបញ្ហាបន្ទាន់ដូចត្រូវខេត្តអីគេហៅចរចាឬក៏ក្រសួងហៅចរចាអាហ្នឹងយើងផ្លាស់ប្ដូរភ្លាមដូចថាខែហ្នឹងយើងត្រូវប្រជុំ2ដងអញ្ចឹងយើងអាចលើកទៅ5ដងក៏បានដោយសារនៅពេលដែលយើងធ្វើអញ្ចឹងយើងត្រូវតែមកផ្ទៀងឯកសាររបស់យើងដែលយើងយកទៅដាក់ហ្នឹងថាតើវានៅខុសឆ្គងកន្លែងណាដែលគេអាចមិនអាចទទួលយកបានហើយមួយវិញទៀតយើងត្រូវរៀបថាតើតំណាងរូបណាដែលត្រូវទៅជួបមួយគេហើយតំណាងមួយណាដែលនៅត្រូវនៅក្នុងសហគមន៍ព្រោះអត់ទៀងទេនៅពេលដែលតំណាងខ្លះទៅអាចនឹងមានអង្គការផ្សេងចូលទៅក្នុងសហគមន៍ឬក៏មានអាជ្ញាធរអីទៅសួរនាំយើងក៏មានតំណាងនៅក្នុងនោះដើម្បីឲ្យគាត់និយាយពីបញ្ហារបស់សហគមន៍ដែលមានអ្នកផ្សេងគេចង់ដឹងអញ្ចឹងណាអញ្ចឹងហើយការរៀបចំរបស់យើងត្រូវតែលម្អិតបាទអរគុណច្រើនអ្នកស្រីបាទដែលបានលើកឡើងរៀបរាប់ពីកិច្ចការអ្នកស្រីក្នុងការចូលរួមចំណែកដើម្បីសហគមន៍ហើយអ្នកស្រីបានលើកឡើងអំពីផែនការប្រចាំឆ្នាំដែលគួរចាប់អារម្មណ៍មែនតើអញ្ចឹងបកទៅអ្នកស្រីសឿស្រីសុតវិញសម្រាប់អ្នកស្រីតើអ្នកស្រីបានចូលរួមចំណែកកិច្ចការងារអ្វីខ្លះនៅក្នុងសហគមន៍ក្នុងរយៈពេលប្រហែល 6-7 ឆ្នាំនឹងប្រឡូកចុងក្រោយប្រហែលជា1ឆ្នាំជាងហ្នឹងបាទចានៅក្នុងសហគមន៍ខ្ញុំបានធ្វើកិច្ចការដូចជារៀបចំឯកសារហៅគៀងគោបជាក្រុមតូចដើម្បីពិភាក្សាថាយើងត្រូវត្រៀមធ្វើម៉េចដើម្បីការពារដីផ្ទះនិងលំនៅឋានពួកយើងឲ្យបានល្អហើយកុំឲ្យមានហ
ហឹង្សាកើតឡើងនៅក្នុងសហគមន៍ខ្ញុំបានធ្វើអស់រយៈពេលក្នុងមួយឆ្នាំចុងក្រោយហ្នឹងគឺវាពិបាកខ្លាំងដែរហើយណាមួយដោយសារសមាជិកពួកយើងគាត់របៀបថាគាត់ខ្សោយដូចអសរដែលខ្ញុំប្រាប់ចឹងដូចបងសរុនគាត់បានលើកឡើងគាត់ទុកតំណាងម្នាក់ឬក៏ពីរនាក់នៅក្នុងសហគមន៍បើយើងឡើងទៅណាមួយអញ្ចឹងយើងទុកតំណាងម្នាក់ពីរនាក់ឲ្យគាត់នៅគេតែងតែចុះមកស៊ើបមកតាមដានពួកយើងជារៀងរាល់ថ្ងៃអញ្ចឹងពួកយើងត្រៀមមិនធ្វើមិនកុំឲ្យពួកគាត់ដឹងថាយើងត្រូវត្រៀមទៅណារៀបផែនការអ្វីដើម្បីការពារដីសហគមន៍ឲ្យបានរឹងមាំបាទអ្នកស្រីអញ្ចឹងគួរឲ្យចាប់អារម្មណ៍មួយចំណុចដែលអ្នកស្រីលើកឡើងការរៀបចំឯកសារតើសម្រាប់សហគមន៍យើងត្រូវតែមានឯកសារអ្វីខ្លះដែលត្រូវរៀបចំចាឯកសារដែលយើងត្រៀមដូចជាការដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធដំណោះស្រាយដីធ្លីហ្នឹងដូចជាយើងរស់នៅតាំងពីឆ្នាំណាមានឯកសារអ្វីខ្លះមានបានស្នាក់នៅអចិន្ត្រៃយ៍អត់ឬក៏មានសភៅគ្រួសារកាន់នៅលើដៃអត់ចឹងនៅអញ្ចឹងយើងត្រូវធ្វើម៉េចត្រៀមដើម្បីកុំឲ្យពួកគាត់តែយើងឡើងដាក់ញត្តិលើស្ថាប័នណាមួយគាត់តែងតែសួរថាយើងរស់នៅលើដីហ្នឹងមានឯកសារអ្វីតាំងអញ្ចឹងពួកយើងមានឯកសារសម្រាប់ត្រៀមហ្នឹងសម្រាប់ដកបង្ហាញឲ្យគាត់ឃើញកុំឲ្យពួកគាត់ចេះតែចោទថាប្រជាពលរដ្ឋរស់នៅដីនេះសិតតែខុសច្បាប់ទាំងអស់មិនមែនខុសច្បាប់ដូចពាក្យដែលគាត់ចោទទេព្រោះពួកខ្ញុំរស់នៅលើដីដែលពួកខ្ញុំរស់នៅហ្នឹងគឺតាំងពីឆ្នាំ1998ខ្លះមាន87 9គត់មានតាមដំណាក់កាលដែលពួកខ្ញុំរស់នៅទាំងយើងត្រូវត្រៀមឯកសារដែលយើងមកតាំងទីលំនៅនៅនឹងកុំឲ្យពួកគាត់ចោទថាយើងខុសច្បាប់ទោះបីពាក្យចោទគាត់ចោទយ៉ាងណាក៏យើងធ្វើម៉េចដើម្បីត្រៀមកុំឲ្យពួកគាត់រំលោភសិទ្ធិពួកយើងបានបាទអរគុណច្រើនអ្នកស្រីបាទដែលបានរៀបរាប់លម្អិតពីឯកសារដែលពាក់ព័ន្ធដែលត្រូវត្រៀមក្នុងនាមយើងជាតំណាងសហគមន៍ក្នុងការរៀបចំបាទអញ្ចឹងបកទៅអ្នកស្រីខៀវសរុនវិញម្ដងសម្រាប់អ្នកស្រីសម្រាប់កិច្ចការងារអ្នកស្រីកន្លងមកនេះតើអ្វីដែលជាបញ្ហាប្រឈមដែលអ្នកស្រីជួបប្រទះបាទសម្រាប់ខ្ញុំមានច្រើនតទៅនឹងបញ្ហាសហគមន៍និងតទៅនឹងគូសាបញ្ហារបស់គូសាតទៅនឹងបញ្ហាសហគមន៍ពិបាកដំបូងឡើយពួកខ្ញុំពិបាកក្នុងការរៀបផែនការហើយនឹងឯកសារគឺពួកខ្ញុំពិបាកមែនតើនៅពេលដែលពួកខ្ញុំឡើងមកដាក់ញត្តិម្ដងសោះនិយាយថាអាញត្តិដែលពួកខ្ញុំធ្វើនឹងឡើងកតម្រាំថាញត្តិណាមួយពួកខ្ញុំសម្រេចចិត្តថាយកញត្តិនឹងចារៀបហើយរៀបទៀតសឹងថាជួនកាលពួកខ្ញុំមកយប់ដាច់យប់ក៏មានដែរចាអត់បានទៅផ្ទះទាំងអស់គ្នាហើយទាំងអស់គ្នាហ្នឹងមានភារកិច្ចនៅផ្ទះរៀងខ្លួនខ្លះគាត់មានម្ដាយចាស់ដូចខ្ញុំនៅពេលដែលប្រពេញការងាររបស់សហគមន៍ផ្លេចទូនទីរបស់ខ្លួនឯងថាខ្លួនឯងនៅផ្ទះមានម្ដាយចាស់និងមានប្តីហើយនិងមានកូនពេលខ្លះយើងផ្លេចអាហ្នឹងប៉ុន្តែបើសិនជាយើងគិតឲ្យតិចថាយើងត្រូវធ្វើទាំងអស់ហ្នឹងបំពេញការងារទាំងអស់ហ្នឹងដើម្បីធ្វើម៉េចឲ្យជាប្រពន្ធល្អជាកូនល្អនិងជាម្ដាយល្អប៉ុន្តែដល់ពេលយើងងាកទៅខាងនេះសហគមន៍របស់យើងអត់មាននរណាធ្វើទេពីព្រោះកាលណាបើយើងចោលការងារសហគមន៍តើការងារសហគមន៍ទាំងអស់ហ្នឹងបានអ្នកណាធ្វើឲ្យនៅពេលដែលពួកគាត់ធ្វើទាំងអស់ហ្នឹងតើមានអ្នកសម្របសម្រួលអត់ថាតើទាំងអស់ហ្នឹងត្រូវបិទទៅដល់ចំណុចណាចឹងហើយពេលខ្លះក៏សហគមន៍ក៏ធ្វើហើយអាការងារក្នុងគ្រួសារក៏ធ្វើគាត់ថាវាអត់ដិតដល់ទាំងបើនិយាយមែនតើទៅសហគមន៍ដិតដល់ចឹងគ្រួសារពេលខ្លះក្នុងគ្រួសារក៏រៀងពិបាកដែរបងគាត់ថាការដែលយើងនិយាយឲ្យយល់ចិត្តគ្នាការដែលយើងលើកទឹកចិត្តគាត់ឲ្យគាត់យល់ពីយើងទម្លាក់ផងលើកផងពេលខ្លះបើនិយាយឲ្យស្មោះត្រង់បើជាមួយម្ដាយខ្ញុំអត់ដែរហ៊ានមាត់ធំដែរប៉ុន្តែបើជាមួយប្តីអធិស្ឋានមែនពេលខ្លះខ្ញុំអសរោះជាមួយគាត់ដើម្បីថាបំពេញបំណងរបស់ខ្លួនឯងប៉ុន្តែដឹងថាខ្លួនយើងនឹងធ្វើខុសចាដោយសារយើងអត់បានបំពេញទាំងអស់ហ្នឹងទៅតម្រូវការរបស់គាត់ចាប៉ុន្តែយើងនៅតែធ្វើប៉ុន្តែក៏ល្អដែរព្រោះប្តីខ្ញុំពេលខ្លះគាត់យល់អារម្មណ៍ខ្ញុំច្រើនចាងាកមកបញ្ហាសហគមន៍វិញគឺមិនថាពួកខ្ញុំធ្វើដាច់យប់ទេអាញាធរហ្នឹងក៏នៅឃ្លាំមើលពួកខ្ញុំដាច់យប់ដូចគ្នាចាដោយសារពួកខ្ញុំមានភូមិច្រើនហើយក៏មានសមាជិកច្រើនពួកខ្ញុំមានសមាជិកពីមុនច្រើនប៉ុន្តែឥឡូវជំរុះអស់នៅតែ219គ្រួសារទេហើយអញ្ចឹងហើយគឺពួកខ្ញុំមាន6ភូមិ
ហើយពីមួយភូមិទៅគឺឆ្ងាយគ្នាមែនតើពួកខ្ញុំមាន2ឃុំ6ភូមិអញ្ចឹងវាឆ្ងាយពីគ្នាមែនតើហើយពេលខ្លះនៅពេលដែលពួកយើងរៀបឯកសារហើយសមាជិករបស់ខ្ញុំគណៈកម្មការសកម្មរបស់ខ្ញុំភាគច្រើនមនុស្សស្រីគាត់ទៅហ៊ានត្រឡប់ទៅវិញឯងបើទោះបីជាខ្ញុំគណៈកម្មការធំខ្ញុំហ៊ានត្រឡប់ទៅផ្ទះវិញក៏អាចអត់ចោលពួកគាត់បានអញ្ចឹងពួកយើងនឹងសម្រេចចាត់ថានៅគេងទាំងអស់គ្នាបើខុសគឺខុសទាំងអស់គ្នាដែរសម្រាប់ចំពោះគូសារចឹងហើយបញ្ហាប្រឈមរបស់ពួកខ្ញុំច្រើនទម្រាំតែមកដល់សប្តាហ៍ថ្ងៃដែលពួកខ្ញុំរៀងដើររៀងសេរីដូចរាល់ថ្ងៃហ្នឹងចាបញ្ហាច្រើន បាទអរគុណច្រើនអ្នកស្រីខៀវសុរិនបាទស្ដាប់ទៅឡើងជក់តែម្ដងឃើញថាបញ្ហាប្រឈមរបស់អ្នកស្រីគឺច្រើនទាំងនៅក្នុងគ្រួសារផងហើយទាំងជាមួយនឹងការរារាំងពីអាជ្ញាធរផងអញ្ចឹងឃើញថាគ្រប់វិធីសាស្ត្រដែរហើយអញ្ចឹងបញ្ហាអ្នកស្រីប្រឈមច្រើនគួរសមសម្រាប់អ្នកស្រីខៀវសុរិនបាទអញ្ចឹងបកទៅអ្នកស្រីសឿសីសុតជាតំណាងសហគមន៍សំឡងត្បូងវិញថាអ្វីដែលជាបញ្ហាប្រឈមដែលអ្នកស្រីជួបប្រទះនាពេលកន្លងមកបាទ ចាបញ្ហាប្រឈមរបស់ខ្ញុំផ្ទាល់មានដូចជាបញ្ហាគ្រួសារបញ្ហាការរំលោភបំពានដីធ្លីនិងយកតុលាការមកគៀសង្កត់មកលើក្រុមគ្រួសារពួកខ្ញុំនិងសហគមន៍ទាំងអស់គ្នាពួកខ្ញុំបច្ចុប្បន្នហ្នឹងជាប់សហគមន៍ក្នុងសហគមន៍សំឡងត្បូងពួកខ្ញុំជាប់ដីកាតុលាការចំនួន23នាក់ក្នុងម្នាក់4ទៅ5ដងក្នុងសំណុំរឿងចោទពីបទរារាំងរាជការសាធារណៈពីបទញុះញង់ប្រើអំពើហិង្សាលើអាជ្ញាធរតាមតែអំពើចិត្តដែលគាត់ចោទមកលើពួកខ្ញុំអញ្ចឹងពួកខ្ញុំវារងសម្ពាធខ្លាំងពិបាកខ្លាំងទាំងមកតស៊ូដល់ថ្ងៃគឺម្នាក់សឹងចូលលក្ខណៈសរសៃប្រសាទណាបាត់បង់ស្មារតីអស់ហើយព្រោះដោយសារការគៀបសង្កត់ការរើសអើងរដ្ឋបិទតាមដានគ្រប់ច្រកដូចអ្នកទោសអញ្ចឹងហើយរាល់ថ្ងៃឈ្មោះពួកខ្ញុំហ្នឹងគឺព្យួរនៅតុលាការគេអត់ទាន់ទម្លាក់បទចោទឬក៏ឲ្យរួចខ្លួននៃការណាមួយទេគេដាក់ទោសឲ្យចំនួនរយៈពេល2ឆ្នាំគឺគេព្យួរអ្នកខ្លះទៅត្រូវបណៃជាទឹកប្រាក់បង់គេក្នុងម្នាក់2លានទៅ3លានក៏មានដែរអញ្ចឹងវាធ្វើឲ្យបញ្ហាជីវភាពក្នុងសហគមន៍ពួកខ្ញុំវាកាន់តែធ្លាក់ស្រុតទៅមួយថ្ងៃទៅមួយថ្ងៃអ្នកខ្លះគាត់មានបញ្ហាកើនដល់បំណុលពាក់ធនាគារក្នុងម្នាក់2ទៅ3ស្ថាប័នក៏មានដែរអញ្ចឹងវាធ្វើឲ្យបញ្ហាក្នុងសហគមន៍ពួកខ្ញុំវាប្រឈមខ្លាំងបាទអ្នកស្រីអញ្ចឹងបើឃើញថាបញ្ហាអ្នកស្រីក៏ច្រើនដែរប៉ុន្តែចង់ដោយសារតែចង់សួរទៅកត្តាជីវភាពវិញដោយសារតែតាមដែលដឹងហ្នឹងគឺផ្ទៃបឹងនៃសហគមន៍របស់អ្នកស្រីហ្នឹងគឺត្រូវបានលុបអស់ស្ទើរតែទាំងអស់ទៅហើយបាទអញ្ចឹងសម្រាប់អ្នកស្រីវិញតើការលុបបឹងហ្នឹងគឺធ្វើឲ្យប៉ះពាល់ទៅដល់អីខ្លះដល់ជីវភាពអ្នកស្រីនិងសមាជិកផ្សេងទៀតបាទចាពីមុនមកផ្ទៃបឹងនឹងបឹងតមុកដែលជាប់នឹងសហគមន៍សំឡងត្បូងពួកខ្ញុំហ្នឹងគឺវាមានផ្ទៃបឹងធំធេងពួកខ្ញុំអាចនឹងស្រ័យផលដូចជាការនេសាទរីមកចង់ទទូចមានផលិតមានផ្កាឈូកមានអីអាស្រ័យផលលើនឹងបានទាំងអស់តពេលគេលុបបឹងអស់ទៅធ្វើឲ្យពួកខ្ញុំមានការលំបាកខ្លាំងក្នុងការរកស៊ីអាស្រ័យផលជាប្រចាំថ្ងៃប្រាក់ចំណូលក៏រកបានតិចបញ្ហាគ្រួសារក៏អាចប្រឈមនឹងបែកបាក់គ្នាមួយចំនួនអញ្ចឹងធ្វើឲ្យពួកខ្ញុំវាពិបាកក្នុងការរកប្រាក់ចំណូលអ្វីដែលពិបាកខ្លាំងបំផុតគឺការសិក្សារបស់កូនព្រោះកូនក្នុងម្នាក់រៀនមិនមែនដោយការជំនាន់ពួកខ្ញុំនៅក្មេងៗទៅរៀនដើរក៏ទៅដល់សាលាមិនត្រូវការចាក់សាំងឬក៏អីទាំងអស់តែពេលឥឡូវគឺការចំណាយបង់សាលាគ្រូបង់គួរគ្រប់ជ្រុះឲ្យត្រូវការចំណាយចាក់សាំងនិងម្ហូបអាហារដែលគាត់ហូបព្រឹកឡើងអញ្ចឹងការចំណាយច្រើនចំណូលបានតិចវាពិបាកខ្លាំងមែនតើធ្វើឲ្យការរកស៊ីថ្ងៃវាធ្លាក់ចុះខ្លាំងដោយសារការលុបបឹងនិងការអភិវឌ្ឍបណ្ដេញពួកខ្ញុំចេញពីលំនៅឋានចាស់ទៅនៅទីតាំងថ្មីគឺចាវាពិតជាពិបាកក្នុងការទទួលយកដែលពួកគាត់ផ្ដល់ឲ្យនឹងដែរតែនេះជាជំរើសដែលពិបាកខ្លាំងតែវាមិនបាន 100% ពេញក៏វាសមដែលយើងអាចទទួលយកបានបាទអរគុណច្រើនអ្នកស្រីបាទអញ្ចឹងសូមភ្ជាប់បន្តិចទៀតដោយសារតែសហគមន៍អ្នកស្រីតាមតែដឹងហ្នឹងគឺបានទទួលសំណងនិងក៏ដូចជាការផ្លាស់ប្ដូរទីតាំងដែរអញ្ចឹងដោយសារតែកត្តាជីវភាព
តែឃើញថាអ្នកស្រីថាបាត់បង់ផ្ទៃបឹងហើយបាត់បង់ប្រាក់ចំណូលទាំងអស់ហ្នឹងតើឥឡូវអ្នកស្រីដោះស្រាយវាយ៉ាងម៉េចតើបានដីបានផ្ទះបានលុយនឹងហើយតើកត្តាជីវភាពវិញតើអ្នកស្រីដោះស្រាយវាយ៉ាងម៉េចរបស់សហគមន៍អ្នកស្រីនិងអ្នកស្រីផ្ទាល់នៅក្នុងសហគមន៍ពួកខ្ញុំដែលអ្វីដែលគេផ្ដល់ឲ្យហ្នឹងវាមានដី1ឡូផ្ទះមួយនឹងលុយ10000ហ្នឹងសម្រាប់អ្នកដែលមានដីតូចទំហំដីតូចដីធំអញ្ចឹងណាអញ្ចឹងពួកគាត់លុយដែលគេផ្ដល់ឲ្យហ្នឹងគឺគាត់យកមកជួសជុលផ្ទះដែលគេឲ្យហ្នឹងវាត្រូវចំណាយអស់ដែរអញ្ចឹងលុយដែលគេផ្ដល់ឲ្យគឺវាបានថាមកយើងធ្វើដើមតិចតួចសម្រាប់រស់ស៊ីអ្នកខ្លះទៅគាត់មានរោងចក្រចិត្តផ្ទះទៅគាត់អាចទៅធ្វើការរោងចក្រឬក៏ធ្វើការសំណង់ទៅឬក៏គាត់អាចបេះជាអំពើទឹកបេះអីតាមដងផ្លូវលក់បន្តទៅដើម្បីដោះស្រាយជីវភាពក្នុងប្រចាំថ្ងៃបើចំពោះខ្ញុំផ្ទាល់ខ្ញុំអត់បានចេញរស់ស៊ីអីទេលុយដែលគេផ្ដល់ឲ្យហ្នឹងគឺខ្ញុំយកមកជួសជុលផ្ទះផងចែកដនចំពេលដែលគេបណ្ដេញខ្ញុំចេញពីលំនៅឋានហ្នឹងគឺប្តីរបស់ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងធ្វើឲ្យខ្ញុំពិបាកក្នុងការចំណាយលើការថ្លៃចាយវាយគាត់នៅក្នុងមន្ទីរពេទ្យទាំងអស់អញ្ចឹងលុយដែលគេផ្ដល់ឲ្យគឺអត់មានសល់សម្រាប់ខ្ញុំធ្វើដើមរស់ស៊ីនិងសល់តទៅមុខទេអត់មានទេគឺខ្ញុំពិបាកខ្លាំងហ្មងបាទអ្នកស្រីឃើញថាមានដំណោះស្រាយរបស់សហគមន៍របស់យើងគឺអ្នកស្រីគឺអ្នកខ្លះគឺបាត់បង់ចំណូលទៅធ្វើការកាប៉េកប៉ុកណាបាទដើម្បីបានកម្រៃមួយចំនួនតែសម្រាប់អ្នកស្រីខៀវសរុនវិញដោយសារតែបញ្ហាក៏ច្រើនដូចគ្នាឃើញស្ដាប់បញ្ហាអ្នកស្រីច្រើនប៉ុន្តែខ្ញុំមិនទាន់បានសួរអំពីដំណោះស្រាយរបស់អ្នកស្រីតើអ្នកស្រីដោះស្រាយយ៉ាងម៉េចដែរសម្រាប់ខ្ញុំដូចខ្ញុំលើកឡើងពីដើមអញ្ចឹងចាសម្រាប់គ្រួសារគឺយើងត្រូវជជែកគ្នាមិនចាយើងត្រូវរៀនជជែកមិនកន្លែងណាដែលយើងត្រូវជជែកគាត់ឲ្យគាត់ទៅចាក់ចិត្តចាយើងអាចមើលទៅលើសកម្មភាពរបស់គាត់ដែរថានៅពេលដែលគាត់កំពុងតែក្តៅហ្នឹងយើងគួរតែយករឿងហ្នឹងទៅជជែកអត់ចាយើងគួរតែយករឿងហ្នឹងទៅជជែកជាមួយគាត់អត់ថាតើការងារដែលយើងធ្វើហ្នឹងវាអាចជួយអីទៅដល់សង្គមខ្លះហើយអាចជួយអីទៅដល់សមាជិកឬក៏និយាយឲ្យត្រង់គឺកូនចៅជំនាន់ក្រោយដែលគាត់ត្រូវបាត់បង់ទឹកដីតាំងពីជំនាន់យើងរហូតដល់គាត់ដែលគាត់អត់ដឹងអីសោះចាយើងត្រូវពន្យល់ប្រាប់គាត់ថានៅពេលដែលពួកយើងធ្វើទាំងអស់ហ្នឹងហើយនៅពេលដែលបើសិនជាវាអកុសលត្រូវយើងបានជាប់គុកអាហ្នឹងទៅតាមវាសនារបស់យើងថាលោកត្រូវចាមកឲ្យយើងត្រូវអញ្ចឹងចាมันអាចទៅឲ្យខុសពីអ្វីដែលលោកចាពីលើមកទេអញ្ចឹងហើយនៅពេលដែលរឿងទាំងអស់ហ្នឹងកើតឡើងមកលើរូបខ្ញុំត្រូវតែឲ្យគាត់ហ្នឹងត្រូវតែហ៊ានលះបង់ឬក៏សម្រេចចិត្តថាទោះបីជាទៅដល់កាហែងណាក៏ត្រូវតែមកជួបអានឹងវិញចាអានឹងជាបញ្ហាដែលខ្ញុំដោះស្រាយក្នុងគ្រួសារហើយសម្រាប់សម្ពាធដែលពួកខ្ញុំតកតងនឹងអាជ្ញាធរដែលមានសម្ពាធច្រើនគឺពួកខ្ញុំតែងតែជជែកគ្នាហើយជាមួយនៅពេលដែលពួកគាត់ដាក់សម្ពាធច្រើននៅពេលដែលពួកខ្ញុំប្រជុំប្រចាំខែហើយពួកគាត់មកគឺពួកខ្ញុំតែងតែហៅគាត់មកចូលរួមជាមួយខ្ញុំថាតើពួកខ្ញុំធ្វើនឹងក្នុងគោលបំណងអីបើសិនជាពួកខ្ញុំធ្វើនឹងប៉ះពាល់ទៅដល់អស់លោកឬក៏ប៉ះពាល់ទៅដល់បើយើងនិយាយឲ្យមែនតើទៅដោយសារនៅតំបន់ហ្នឹងភាគច្រើនគឺគេតែងតែលាបពួរបើតកតងនឹងប៉បើសិនជាពួកខ្ញុំនិយាយឲ្យតកតងនឹងចំណុចហ្នឹងអាចចាប់ពួកខ្ញុំបានចាំមិនបាច់មានដីកាទេចាប់បានបើតកតងនឹងហ្នឹងណាពីព្រោះការណាគេលើកឡើងមកអញ្ចឹងគឺយើងអ្នកប្រឆាំងអីចឹងចាភាគច្រើនគឺយើងគាត់លើកមកអញ្ចឹងហើយមួយទៀតតកតងនឹងគាត់និយាយថាពួកខ្ញុំបំពេញសង្គមចាធ្វើឲ្យអសន្តិសុខសណ្ដាប់ធ្នាប់ឥឡូវហ្នឹងក៏ខ្ញុំតែងតែលើកជាពិសេសនៅក្នុងវេទិកាដែលពួកខ្ញុំធ្វើម្ដងពួកខ្ញុំតែងតែអញ្ជើញគាត់មកហើយឲ្យគាត់ស្ដាប់ថាតើនៅពេលដែលពួកខ្ញុំបង្កើតសហគមន៍បើសិនជាអត់មានបញ្ហាឡើងពួកខ្ញុំនឹងអត់បង្កើតសហគមន៍ហ្នឹងទេពីព្រោះអត់មានបញ្ហាអីកើតវាអត់មានទំនាស់ណាកាលណាដែលមានទំនាស់គឺត្រូវតែមានការងើបឡើងឯងចាការតស៊ូឯងអញ្ចឹងហើយអ្វីដែលពួកខ្ញុំចង់ឲ្យពួកគាត់ធ្វើថានៅក្នុងឃុំហ្នឹងតើនៅក្នុងភូមិហ្នឹងមានបញ្ហាដីធ្លីហ្នឹងមែនក៏អត់ចាត្រូវឲ្យពួកគាត់ដឹងចាត្រូវឲ្យពួកគាត់ដឹងថានៅក្នុងភូមិហ្នឹងឃុំហ្នឹងច្បាស់ជាមានបញ្ហាដីធ្លីមែនមានការបង្កើតសហគមន៍ដោយសារបញ្ហានឹងដីធ្លីហ្នឹងមែនអញ្ចឹងហើយតើនៅពេលដែលពួកគាត់បង្កើត
នៅពេលដែលពួកគាត់មានបញ្ហាពួកគាត់បង្កើតនឹងឡើងតើវាធ្វើឲ្យប៉ះពាល់ទៅដល់ឃុំនឹងមិនខ្លះចាវាអាចធ្វើឲ្យប៉ះពាល់ខ្ញុំតែងតែហៅគាត់មកចូលរួមនៅព្រោះពេលខ្ញុំប្រជុំឲ្យតាក់តងខ្ញុំតែងតែលើកដោយសារពួកខ្ញុំមានកម្រងលើកកម្ពស់ជីវភាពខ្ញុំតែងតែលើកថាឥឡូវសមាជិករបស់ពួកខ្ញុំមានកម្រងលើកកម្ពស់ជីវភាពបើសិនតែពូមិនឲ្យពួកខ្ញុំធ្វើចឹងពូជួយអានឹងមកពូជួយអានឹងមកពូជួយទៅប្រជាពលរដ្ឋណាដែលគាត់ខ្វះខាតហើយពូជួយទៅប៉ុន្តែបើសិនជាឲ្យពួកខ្ញុំធ្វើនៅពេលដែលប្រជាពលរដ្ឋក្នុងភូមិខ្ញុំឲ្យលើកពីសមាជិកណានៅពេលប្រជាពលរដ្ឋក្នុងភូមិគាត់មានឧទាហរណ៍ថាដំណាំគ្រប់គ្រាន់ចាមន់ទាហូបចុកគ្រប់គ្រាន់ហើយនៅពេលដែលឈ្មួញពីខាងចុះមកទិញថានេះនៅក្នុងឃុំនេះតម្រូវការមន់ប្រមាណក្បាលចាក្នុងមួយអាទិត្យនឹងអាចកំងបានប្រមាណ100 គីឡូក្នុងនឹងតើអានេះជារឿងលើកមុខលើកមាត់ខ្ញុំឬក៏លើកមុខលើកមាត់ឃុំអានេះខ្ញុំលើកចឹងណាតើលើកមុខលើកមាត់លោកពូក៏លើកមុខលើកមាត់ខ្ញុំព្រោះខ្ញុំមិនមែនជាមេឃុំទេចាខ្ញុំគាត់តែជាពលរដ្ឋធម្មតាខ្ញុំអត់ចង់ឲ្យលោកពូជួយប៉ុន្តែគាត់តែចង់ឲ្យលោកពូសហការមួយពួកខ្ញុំចាសហការមួយពួកខ្ញុំអញ្ចឹងហើយនៅពេលដែលខ្ញុំលើកកង្វល់ទាំងអស់នឹងឡើងហើយបញ្ហាទាំងអស់នឹងឡើងគឺបានផលច្រើនគាត់ទទួលស្គាល់ពួកខ្ញុំជាសហគមន៍ហើយនៅពេលដែលមានបញ្ហាក្នុងសហគមន៍ដូចជាមន់ឈើពួកខ្ញុំទប់ស្កាត់អត់បានក៏ពួកយើងតែងតែស្នើឲ្យពួកគាត់ជួយចាខាងកសិកម្មក៏គាត់ចុះមកជួយដែរពីមុនមកនៅពេលដែលពួកខ្ញុំអត់ទាន់បង្កើតសហគមន៍ទៅខ្ញុំលើកឡើងពីដើមអញ្ចឹងណាអាជ្ញាធរគាត់ចង់ធ្វើអីក៏បានដែរចាគាត់ចង់ធ្វើអីក៏បានគាត់អត់មានបើន័យថាអត់មាននរណាអើពើដោយសារនៅតាមជនបទជាពិសេសឪពុកម្ដាយរបស់ពួកខ្ញុំខាងជនបទគាត់តែងតែនិយាយថាកុំគិតរឿងឃុំកុំគិតរឿងបញ្ហាអីហ្នឹងព្រោះអាអស់ហ្នឹងមានគេគិតហើយកូនយើងមិនបាច់គិតទេយើងគិតតែព្រលឹមឡើងយើងទៅស្រែទៅចការរបស់យើងចាំគ្រួសារយើងគាត់ភាកច្រើនគាត់អញ្ចឹងគាត់អត់ខ្វល់ទេគាត់អត់ខ្វល់ថាក្នុងឃុំហ្នឹងមានបញ្ហាអីកើតឡើងចាក្នុងឃុំហ្នឹងគេត្រូវមានកម្រងអភិវឌ្ឍអីខ្លះដែលនៅធ្វើនឹងឃុំហ្នឹងអរគុណច្រើនបាទអញ្ចឹងបកទៅអ្នកស្រីស្រីសុតវិញបាទតើអ្វីដែលជាលទ្ធផលនៅក្នុងសហគមន៍អ្នកស្រីថ្មីនេះបាទដែលអ្នកស្រីទទួលបានដូចជាដំណោះស្រាយអ្នកស្រីលើកឡើងខាងដើមតើមានអីខ្លះចាលទ្ធផលដែលខ្ញុំទទួលបានហ្នឹងគឺពួកខ្ញុំទទួលបានដីផ្ទះថវិកានិងដូចជាប្លង់កម្មសិទ្ធិសេវាសាធារណៈដូចជាសភៅគ្រួសារអត្តសញ្ញាណប័ណ្ណបានសមត្ថភាពឬក៏សម្បត្តិបញ្ជាក់កំណើតកូនទាំងអស់គ្នាហ្នឹងគឺពួកខ្ញុំអាចធ្វើបានទាំងអស់ហើយមានប្រស្រ័យតាក់ទងល្អជាមួយខាងអាជ្ញាធរពីមុនមកគាត់រើសអើងពួកខ្ញុំមិនត្រឹមថារើសអើងគ្រាន់តែយើងទៅធ្វើឯកសារអ្វីមួយតែនិយាយមួយយើងគាត់អត់និយាយហ្នឹងគាត់មិនទទួលមកគាត់ថាលុះត្រាតាអ្នកឯងដូរដីអ្នកឯងទទួលដំណោះស្រាយពីខាងមន្ត្រីខណ្ឌបានពួកខ្ញុំព្រមធ្វើឲ្យអ្នកឯងគាត់ប្រើភាសារបៀបថាគាត់រើសអើងខ្លាំងមែនតើគាត់មិនឲ្យតម្លៃពួកខ្ញុំតែដល់ពេលតែពួកខ្ញុំបានដំណោះស្រាយជាមួយខាងអាជ្ញាធររួចរាល់គាត់ចាប់ដើមទទួលយើងធម្មតាគាត់ចាប់ដើមញញឹមសើចដាក់យើងហើយនឹងរាល់ការមានចំនួនក្នុងសហគមន៍ឬក៏មានបញ្ហាគ្រឿងញៀនអ្វីកើតឡើងអញ្ចឹងយើងអាចរាយការណ៍ទៅខាងមន្ត្រីប៉ូលីសឬក៏សមត្ថកិច្ចដែលគាត់យាមល្បាតតាមដងផ្លូវហ្នឹងគឺគាត់ចុះមកភ្លាមគាត់អត់មានថាចាំពញាពេលឬក៏អីចឹងហ្នឹងលទ្ធផលដែលពួកខ្ញុំទទួលបានវាល្អប្រសើរជាងដែលពួកខ្ញុំមិនទាន់មានដំណោះស្រាយបាទអ្នកស្រីអរគុណច្រើនអញ្ចឹងគឺឃើញថាលទ្ធផលនៅក្នុងសហគមន៍របស់អ្នកស្រីគឺល្អប្រសើរច្រើនគឺទាំងឯកសារសាធារណៈគ្រប់បែបយ៉ាងគឺអាចស្នើសុំក៏ដូចជាប្រើប្រាស់បានមកដល់បច្ចុប្បន្នជាពិសេសគឺពាក់ព័ន្ធជាមួយប្លង់ដីហ្នឹងគឺគេធ្វើឲ្យភ្លាមបាទអញ្ចឹងក៏យើងអាចផ្ដល់ឱកាសឲ្យអំពូមីងលោកយាយតាដែលមានសំណួរសុំ2សំណួរបាទទៅកាន់វិក្កាមយើងទាំងពីរបាទបើសិនជាមានបាទអញ្ចឹងជូនទៅអ៊ំបាទចាខ្ញុំមិនបាច់បង្ហាញទេខ្ញុំសួរទៅបងអូនសរនចាទីមួយខ្ញុំស្ដាប់ជក់ត្រង់គាត់ចងក្រងសហគមន៍មានដល់ទៅ6ភូមិហើយក៏ក្នុងនោះដែរមាន2ឃុំសំណួរសួរថាតើការចងក្រងនោះធ្វើដោយរបៀបណាបានយើងឆ្លងភូមិហើយក៏ឆ្លងឃុំទៀត
សំណួរទី2ខ្ញុំសួរថាតើការគ្រប់គ្រងរបស់យើងថ្មីត្បិតតែមានគណៈកម្មការរបស់យើងមានដល់ទៅ12រូបហើយក៏មានដែលមនុស្សពិសេសសម្រាប់ពួកយើង4រូបដែរថាតើក្នុងនោះដែរពិបាកទេក្នុងការចងក្រងបែបហ្នឹងអញ្ចឹងកន្លែងហ្នឹងដែលខ្ញុំចាប់អារម្មណ៍អញ្ចឹងសូមឲ្យប្អូនឆ្លើយបែបហ្នឹងហើយសំណួរខ្ញុំអត់បានវែងទេតែដឹងថាប្អូនធ្វើបានហើយចាអរគុណច្រើន ចាអរគុណបងនៅសំណួរចាថាបងសួរថាមូលហេតុអីបានខ្ញុំចងច្រើនហើយឃុំច្រើនហើយភូមិច្រើនទៀតចាបងដោយសារពួកខ្ញុំមានបញ្ហាដីធ្លីដូចគ្នាចាបញ្ហាដីធ្លីដូចគ្នាហើយបើនិយាយអមែនទៅបើយើងនិយាយពីចិត្តវិញហ៎បងគឺចិត្តដូចគ្នាតកតងនឹងបញ្ហាដីធ្លីហើយតកតងនឹងការរំលោភបំពានសិទ្ធិចាចឹងហើយបានជាពួកខ្ញុំចងក្រងសហគមន៍បានច្រើនបងចាសំណួរទី2ដូចលើកឡើងពីដើមចឹងបងវាអត់ស្រួលទេក្នុងការគ្រប់គ្រងចាវាអត់ស្រួលទេគ្រាន់តែថាបើលើកមកក្រោយតិចទេបងតកតងនឹងគ្រួសារនឹងតកតងនឹងដូចគ្នានៅពេលដែលសមាជិកមានបញ្ហាបងនៅពេលដែលសមាជិកមានបញ្ហាហើយគាត់ត្រូវឲ្យយើងទៅខ្ញុំលើកដូចលើកកម្ពស់ជីវភាពសហគមន៍សម្រាប់តែម៉ោង4ឬម៉ោង5ហ្នឹងក៏តែមកខ្ញុំបងមុនខ្ញុំកំពុងតែជ្រឺឥឡូវទប់ស្កាត់ទៅមិនហ៎បងពោះហើយយប់ហើយបងហើយទៅពីខ្ញុំទៅគាត់ប្រហែលជា20គីឡូចាខ្ញុំថាជាជំរើសទី1អូនឯងចាប់មន់ដែលឈឺហ្នឹងក្រុងទុកសិនចាំមើលអាងាចហ្នឹងតើបងបានទៅមើលអត់បើសិនជាបងបានទៅមើលអធិស្ឋានចាំព្រឹកបងសុំទៅមើលបានអត់គាត់ថាអត់ទេបងចង់ឲ្យបងមកមើលងាចហ្នឹងខ្ញុំទ្រាំទៅទាំងហ្នឹងបងទោះបីជាបាត់ទម្លាក់ការងារខ្លួនឯងសិនចាទម្លាក់ការងារខ្លួនឯងសិនទៅមើលហើយនៅពេលដែលយើងទៅមើលយើងថតរូបហើយថតអីយើងរុញអាហ្នឹងមកឃុំបងអញ្ចឹងបានថាពិបាកហើយមួយវិញទៀតបងសួរថាច្រើនអញ្ចឹងពិបាកគ្រប់គ្រងអត់ពិបាកបងប៉ុន្តែក៏ស្រួលមួយយ៉ាងដែរបើន័យថាពិបាកក្នុងការស្រួលបងនៅពេលដែលពួកខ្ញុំបានតែខ្ញុំនិយាយអញ្ចឹងជានៅពេលដែលពួកខ្ញុំប្រជុំពួកខ្ញុំបានបង្កើតក្រុមមួយចាមិនមែនមួយទេ2 3ចាគណៈកម្មការ4នាក់គឺមានតែ4ហ្នឹងចា1ដាច់ជាមួយគណៈកម្មការ12នាក់គឺដាច់12នាក់និងក្រុមមួយទៀតជាមួយសមាជិកចានៅពេលដែលរាយព័ត៌មានទៅសមាជិកចាអញ្ចឹងហើយបានជាថាពិបាកក្នុងអំឡុងពេលស្រួលចាអ្វីដែលខ្ញុំថាស្រួលបងគឺយើងពេលខ្លះពួកខ្ញុំធ្វើតែតាមទូរស័ព្ទទេពួកខ្ញុំធ្វើទៅតាមទូរស័ព្ទទេគណៈកម្មការគ្រាន់តែហត់ក្នុងការរៀបចំផែនការប៉ុន្តែងាយស្រួលក្នុងការគីងកោចាយើងបោះអញ្ចឹងដាក់ចូលក្រុមធំដាក់ចូលក្រុមទី2ក្រុមទី2ដាក់ចូលក្រុមទី3គឺព័ត៌មានយើងរាយពេញសហគមន៍អញ្ចឹងហើយស្នុកការក្នុងការគីងកោស្នុកក្នុងការគ្រប់គ្រងចាបងអញ្ចឹងហើយឃើញថាវាគ្មិនទាំងពីរបានរាយការណ៍អំពីទុក្ខលំបាករបស់ពួកគាត់នៅក្នុងសហគមន៍អញ្ចឹងខ្ញុំមានសំណួរសួរទៅវាគ្មិនទាំងពីរតែម្ដងគឺតែមួយសំណួរទេតើយើងមើលឃើញថាការលើកឡើងរបស់លោកស្រីទាំងពីរគឺមានន័យថាលំបាកមែនទែនការតស៊ូរបស់លោកស្រីមកដល់ពេលនេះគឺអស់រយៈពេលជាច្រើនឆ្នាំហើយតើកត្តាអ្វីខ្លះគឺឲ្យតែលោកស្រីនៅតែតស៊ូដើម្បីជួយដល់សហគមន៍របស់លោកស្រីទៀតបាទសូមបាទអរគុណច្រើនពូបាទចាខ្ញុំសូមឆ្លើយនឹងសំណួរបងប្រុសដែលបានសួរកត្តាដែលជំរុញឲ្យខ្ញុំធ្វើនៅក្នុងសហគមន៍ហ្នឹងព្រោះដោយសារក្នុងសហគមន៍ពួកខ្ញុំដូចដែលបានខ្ញុំលើកឡើងពីដើមទីចឹងព្រោះដោយសារពួកគាត់នៅក្នុងសហគមន៍ពីមុនមកតំណាងគាត់អត់ចេះអក្សរទី1ក្នុងសហគមន៍ពួកខ្ញុំសិតតាអ្នករបៀបថាគាត់អត់សូវហ៊ានចេញមុខដោះស្រាយជាមួយខាងអាជ្ញាធរឬក៏អ្នកដោះស្រាយណាមួយអញ្ចឹងពួកគាត់តែងតែមានការភ័យខ្លាចអញ្ចឹងខ្ញុំសុខចិត្តចេញជួសជំនួសឲ្យពួកគាត់ព្រោះដោយសារខ្ញុំមិនខ្លាំងអីណាតែគ្រាន់តែខ្ញុំអាចនិយាយមួយពួកគាត់បានហើយណាមួយខ្ញុំវារងថ្ងៃយើងដូចខ្ញុំលើកមកនិយាយអញ្ចឹងព្រោះដោយសារសង្គមយើងសថ្ងៃនេះគឺសិតតែកន្លែងរងភាពអយុត្តិធម៌ដោយសារការអភិវឌ្ឍអញ្ចឹងធ្វើឲ្យពួកខ្ញុំវាមិនអាចនៅឈរនឹងស្ងៀមបានអញ្ចឹងខ្ញុំសុខចិត្តចេញមុខដើម្បីដើរ
ចូលក្នុងសង្គមដោះស្រាយពីបញ្ហាដីធ្លីដែលពួកគាត់អភិវឌ្ឍមកលើសហគមន៍ពួកខ្ញុំផ្ទាល់និងសហគមន៍ពួកបងពូទាំងអស់គ្នា អញ្ចឹងសូមបងសរុនចុងក្រោយបាទសូមខ្លីបាទណាបាទ បងសួរថាហេតុអីបានជាជំរុញឲ្យពួកខ្ញុំនៅតែដឹកនាំសហគមន៍ចាអាហ្នឹងគឺជាបេះដូងរបស់ពួកខ្ញុំចាគឺជាទឹកចិត្តដោយសារខ្ញុំលើកបន្តិចចាស់ខ្លីទេប៉ុន្តែនៅពេលដែលពួកខ្ញុំឡើងសវនាការម្ដងគឺពួកគាត់តែងតែមកអង្គុយនៅមុខតុលាការហ្នឹងខ្ញុំសវនាការម៉ោង 7 យប់គេអត់ទាន់ដោះខ្ញុំចេញពីពន្ធនាចេញពីតុលាការឯងខ្ញុំក៏លេចមកឃើញពួកគាត់នៅព្រាតនៅលបងហ្នឹងនេះហើយជាទឹកចិត្តដែលជំរុញឲ្យខ្ញុំនៅតែធ្វើជាតំណាងសហគមន៍ចាហើយមួយទៀតដោយសារបញ្ហាដីធ្លីមិនទាន់ដោះស្រាយអញ្ចឹងនៅតែរងភាពអយុត្តិធម៌អញ្ចឹងហើយខ្ញុំនៅពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំទាមទារភាពយុត្តិធម៌មកឲ្យសមាជិករបស់ពួកខ្ញុំចា បាទអរគុណច្រើនវិក្កាមិនទាំងពីរបាទសម្រាប់ការឆ្លើយសំណួរអ្នកចូលរួមរបស់យើងហើយដោយសារតែពេលវេលារបស់យើងគឺដល់ពេលកំណត់ដែរអញ្ចឹងមិនសង្ខេបទៀតទេបាទអញ្ចឹងគឺអ្វីដែលវិក្កាមិនបានជជែកគ្នាហ្នឹងគឺផុសផលនឹងឆ្លើយតបជាមួយនឹងប្រធានបទរបស់យើងអំពីស្ត្រីដើម្បីសិទ្ធិលំនៅឋានឃើញថាស្ត្រីឆ្លងកាត់រឿងរ៉ាវច្រើនមែនតើដែលយើងមិនបានដឹងបាទអញ្ចឹងដោយសារតែពេលវេលាខ្លីខ្ញុំក៏សូមអរគុណទៅដល់ក្រុមការងារក៏ដូចជាអ្នកដែលតាមដានស្ដាប់និងតាមដានស្ដាប់ផ្ទាល់នេះតែម្ដងបាទអញ្ចឹងអរគុណសម្រាប់វត្តមានរបស់អង្គពូមីងលោកយាយតាទាំងតាមបណ្ដាញសង្គមនិងផ្ទាល់បាទអញ្ចឹងនឹងវិក្កាមិនទាំងពីរដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមបាទអញ្ចឹងសូមអរគុណនិងជំរាបលាបាទ